ទោះបីជាត្រូវពួកកូរ៉េធ្វើបាបនិងបិទផ្លូវយ៉ាងណាក៏ដោយក៏ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមមិនដែលបោះបង់ចោលលើបេសកកម្មរបស់គាត់ឡើយរាល់ពេលដែលមានរដូវបុណ្យហាជីនិងរដូវផ្សារលក់ដូរមកដល់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមតែងតែដើរពីតង់មួយទៅតង់មួយរបស់កុលសម្ព័ន្ធនានាដើម្បីនាំយកពន្លឺនៃសាសនាអ៊ីស្លាមទៅដល់ពួកគេតែអ្នកណាខ្លះដែលបើកចិត្តទទួលយកលោកក្នុងគ្រាដ៏លំបាកបំផុតនោះនៅកាលសម័យនោះផ្សារធំៗនៅក្រុងម៉ាកាមានចំនួន3ផ្សារអ៊ូកាសនៅចន្លោះនោះខ្លះនឹងតអ៊ីហ្វផ្សារម៉ាយ៉ាណានៅចន្លោះវ៉ាឌីម៉ារស៊ូហ្រនខាងក្រៅម៉ាកានិងផ្សារស៊ុលម៉ាជាស៊ីនៅក្រោយភ្នំអារ៉ាហ្វាឬក៏ភ្នំរ៉ហ្មាផ្សារទាំង3នេះគឺជាកន្លែងប្រមូលផ្ដុំមនុស្សមកពីគ្រប់ទិសទីព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមបានទៅជួបកុលសម្ព័ន្ធជាច្រើនដូចជាកុលសម្ព័ន្ធបានូអាមីរកុលសម្ព័ន្ធបានូហានីហ្វានិងកុលសម្ព័ន្ធដទៃផ្សេងទៀតប៉ុន្តែចម្លើយដែលលោកទទួលបានគឺខុសៗគ្នាខ្លះបដិសេធដោយសម្ដីទន់ភ្លន់ខ្លះទៀតដាក់លក្ខខណ្ឌចង់ធ្វើជាមេដឹកនាំបន្ទាប់ពីលោកនិងកុលសម្ព័ន្ធខ្លះទៀតដូចជាហានីហ្វាបានបដិសេធដោយសម្ដីអសុរោះបំផុតប៉ុន្តែក្នុងចំណោមភាពងងឹតនេះក៏មានពន្លឺនៃក្តីសង្ឃឹមលេចឡើងផងដែរព្រោះមានបរិបរដំបូងដែលមិនមែនជាអ្នកនៅក្រុងម៉ាកាបានចូលសាសនាអ៊ីស្លាមនោះគឺស៊ូវៀតកូនសមេតគាត់គឺជាកំពូលកវីដ៏ល្បីល្បាញបំផុតនៅក្រុងម៉ាឌីណាគ្មាននរណាម្នាក់ដែលមិនស្គាល់គាត់ឡើយគាត់គឺជាកំពូលកវីនិងជាអ្នកប្រាជ្ញដែលគេដាក់រហស្សនាមថាអល់កាមែលមនុស្សដ៏ល្អឥតខ្ចោះនៅពេលដែលគាត់ជួបព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមគាត់មានអំណួតខ្លាំងណាស់ដោយបានយកក្រិចខ្មាស់របស់លោកម៉ានមកអួតបង្ហាញប៉ុន្តែគ្រាន់តែព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមចាប់ផ្ដើមសូត្រគម្ពីរអល់កុរអានឲ្យគាត់ស្ដាប់ភ្លាមៗនោះបេះដូងរបស់គាត់ធ្លាប់តែមានអំណួតក៏ប្រែទៅជារលួយសាបសូន្យគាត់ក៏លាត់មាត់ទាំងរំភើបថានេះមិនមែនជាសម្ដីរបស់មនុស្សលោកទេវាខ្ពង់ខ្ពស់ជាងកំណាព្យទាំងអស់ដែលខ្ញុំធ្លាប់បានស្គាល់ហើយពេលនោះគាត់ក៏បានចូលសាសនាអ៊ីស្លាមបុរសទី2គឺអ៊ីយ៉ាសកូនម៉ូអាសគាត់គ្រាន់តែជាយុវជនម្នាក់ក្នុងចំណោមប្រតិភូមកពីម៉ាឌីណាដែលមកម៉ាកាដើម្បីរកសម្ព័ន្ធមិត្តធ្វើសង្គ្រាមតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមមកដល់ហើយបានបង្ហាញសាសនាអ៊ីស្លាមអ៊ីលយ៉ាសគឺជាមនុស្សដំបូងដែលគេមើលឃើញពន្លឺគាត់ហ៊ាននិយាយកណ្ដាលចំណោមមនុស្សចាស់ទុំថានេះហើយគឺជាអ្វីដែលល្អជាងរឿងសង្គ្រាមដែលយើងមកស្វែងរកទៅទៀតពាក្យសម្ដីទាំងនេះបានធ្វើឲ្យមេដឹកនាំរបស់គាត់ខឹងយ៉ាងខ្លាំងរហូតដល់យកដីចាក់លើក្បាលរបស់គាត់ដើម្បីកុំឲ្យគាត់ស្ដាប់គម្ពីរកុរអានប៉ុន្តែដីមិនអាចបិទបេះដូងរបស់គាត់ឡើយរហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់គាត់អ៊ីយ៉ាសបានស្លាប់ទៅវិញដោយមាត់របស់គាត់នៅសូត្រគម្ពីរអល់កុរអានបុរសទី3គឺអាប៊ូហ្សាតអល់ហ្គាហ្វារីគាត់គឺជាអ្នកដែលស្វែងរកការពិតដ៏អស្ចារ្យបំផុតគាត់បានចំណាយពេលពេញមួយខែសង្ងំនៅក្នុងម៉ាស្ជីតហារ៉មមិនហ៊ានសួររកព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមឡើយលោកគ្មានអាហារអ្វីទាំងអស់គឺមានតែទឹកសាំមួយមុខគត់សម្រាប់ចិញ្ចឹមជីវិតនៅពេលដែលលោកជួបព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមក៏បានចូលសាសនាអ៊ីស្លាមភ្លាមលោកមិនសុខចិត្តលាក់ខ្លួនឡើយលោកបានដើរចូលទៅកណ្ដាលវងសត្រូវដែលកំពុងស្អប់មូស្លីមបំផុតរួចក៏ស្រែកប្រកាសអំពីការចូលសាសនាអ៊ីស្លាមយ៉ាងខ្លាំងពេលនោះពួកសត្រូវស្ទុះមកវាយគាត់ស្ទើរស្លាប់ហើយមានឈាមស្រោចខ្លួនទៀតផងប៉ុន្តែបានអាប់បាសមកជួយសង្គ្រោះគាត់នៅថ្ងៃបន្ទាប់គាត់នៅតែឈរត្រង់កន្លែងដដែលហើយស្រែកប្រកាសដដែលបុរសទី4ទូហ្វេលកូនអាំរូអាឌូស៊ីបុរសម្នាក់នេះខ្លាចការសូត្រគម្ពីរអល់កុរអានរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមខ្លាំងណាស់រហូតយកសម្លេងញាត់ត្រចៀកទាំងសងខាងឲ្យតែពេលដើរក្បែរកាបាម្ដងប៉ុន្តែថ្ងៃមួយអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានបើកត្រចៀករបស់គាត់ឲ្យស្ដាប់ឮនៅគម្ពីរអល់កុរអានលោកក៏ភ្ញាក់ខ្លួនហើយគិតថាខ្ញុំជាអ្នកប្រាជ្ញជាកវីតែហេតុអ្វីខ្ញុំត្រូវខ្លាចការស្ដាប់ការពិតក្រោយពេលដែលចូលសាសនាអ៊ីស្លាមលោកក៏បានបួងសួងសុំមុជិសាទពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាដើម្បីយកទៅបង្ហាញកុលសម្ព័ន្ធរបស់លោកភ្លាមនោះមុខរបស់លោកក៏ភ្លឺចែងចាំងដូចចង្គៀងប៉ុន្តែដោយខ្លាចគេច្រឡំថាជាជំងឺលោកក៏សុំឲ្យពន្លឺនោះផ្លាស់ប្ដូរទៅកន្លែងផ្សេងវិញពេលនោះវាក៏បានផ្លាស់ទៅនៅចុងរំពាត់របស់គាត់រាល់ពេលដែលគាត់កាន់រំពាត់គឺមានពន្លឺបង្ហាញផ្លូវជានិច្ចមុជិសាទនេះហើយដែលធ្វើឲ្យមនុស្សរាប់រយគ្រួសារបានចូលសាសនាអ៊ីស្លាម